ពេលតែម្ដងឲ្យទុកឲ្យបងប្អូនខលចូលរួមមានពីរប្រព័ន្ធទី1គឺ081 88 10គុណ25និងប្រព័ន្ធទី2 012 22 61 02ខ្ញុំសូមរំលឹកសារជាថ្មីថានេះគឺជាកម្មវិធីផ្សាយផ្ទាល់ដែលផ្សាយចេញពីវិទ្យុទន្លេក្រុងសៀមរាប FM 102.5 MHz ចំពោះបងប្អូនដែលចង់ខលចូលរួមបងប្អូនអាចខលចាប់ពីពេលនេះបានព្រោះអីលោកវិក្មិននឹងមិនមានចំណាប់អារម្មណ៍ទេលោកវិក្មិនចង់ទុកឱកាសនេះឲ្យបងប្អូនក្នុងការខលចូលរួមចាក់សួរដេញដោលមកកាន់កម្មវិធីរបស់យើងមុននឹងទទួលទូរស័ព្ទបងប្អូនខ្ញុំសូមប្រកាសលក្ខខណ្ឌបន្តិចទី1បងប្អូនមិនត្រូវប្រើប្រាស់ពាក្យពេចន៍ណាមួយដែលធ្វើឲ្យប៉ះពាល់អង្គព្រះមក្សត្រទី2បងប្អូនមានពេលវេលា5នាទីទី3សូមបងប្អូនប្រាប់ឈ្មោះនិងទីកន្លែងដែលបងប្អូនខលមកផងខ្ញុំសូមអនុញ្ញាតទូរស័ព្ទស្មាតអាឡូជំរាបសួរជំរាបសួរអ្នករស់សម្បូរបាទជំរាបសួរបងបាទជំរាបសួរបងប្រមុខផងបាទជំរាបសួរមួយជំរាបសួរខ្ញុំគិតទៅថាខ្ញុំវិញទៅបងអូជើញបងជើញលោកជើញបងមានបាទអរណាស់ខ្ញុំមានដំណើរអារម្មណ៍ខ្លះបាទមានជាទស្សនៈរបស់បងប្រមុខកម្មវិធីតែមានថាមានចូលមួយគេថាគេរកពីខាងណាគេថាការប្រយុទ្ធយ៉ាងស្វាញជាមួយអំពើអាក្រក់ជាកតាបកិច្ចក្នុងឬល្អហ្នឹងគេដាក់ថាទស្សនៈកូនខ្មែរគេមិនដាក់ថាធម្មទេសនាណាគេដាក់ទស្សនៈកូនខ្មែរចឹងបានខ្ញុំគិតថាពួកនេះវាដឹងថាយើងនិយាយត្រូវក៏វាជាបបាំងថាមិនមែនយើងនិយាយដែរតែយកទៅមកខ្ញុំទីការវិទ្យាអារឿងវែងហើយអារឿងកើតអីហ្នឹងពួកអាប្រកាសមកជាមួយនឹងគ្រូជាតិទៅវាតែងតែយើងចូលយើងឡើងវាព្រីជាមកជាមួយយើងអត់ពីទោះបីយ៉ាងណាក៏គ្រូជាតិគ្រាន់តែយើងអត់ទីដែរពីព្រោះអត់ទីអត់បានក៏អីទេសង្គ្រោះជាតិបាន55ក៏អីវាអត់គិតថាតម្លៃ55ក៏អីហ្នឹងតើយកទៅធ្វើអីជាប្រយោជន៍ដល់សង្គមអត់វាអត់គិតទេវាគិតថាគ្រាន់តែយើងអត់ទីចាំមកនេះសម្លេងអីឬក៏សម្លេងឆ្នោតវាតែវាប្រឹងប្រែងរបស់ឆ្នោតហ្នឹងសម្រាប់គាត់ឲ្យឈ្នះឲ្យទីទេចុះអត់គិតកសាងសង្គមជាតិទេពីបកាយទៅបកាយឡើងវាតាមមកគូបកងមកជាមួយអលទីសូមក៏អីសូមក៏អីអាសូមក៏អីវាស្អីបាទ55ក៏អីស្មើសូមអានោះបានវាកាន់តែគ្មានតម្លៃអាឡូបងបាទសូមបងថែមបងបើសិនពីបងមានខ្ញុំមានមតិមួយទៀតពាក់ព័ន្ធនឹងធ្លាប់លឹងបងនិយាយប្រពុតលោកថាអីគឺប្រពុតមិនឲ្យអ្នកជឿទេអ្នកត្រូវរិះពិចារណាប៉ុន្តែខ្ញុំស្ដាប់សម្ដីបងប្រមុខស្ដាប់ហើយជឿហ្មងព្រោះគាត់ថាបងនិយាយត្រូវដល់ពេលអារម្មណ៍កន្លែងហ្នឹងវាអាចមិនថាអូនជឿត្មងអូនគិតដែរតើអូនគិតថាគំនិតនឹងទស្សនៈនឹងឆ្លងកាត់ក្បាលអូនទៅ
ហេតុអីតាមរឿងត្រឹមត្រូវដែលមនសិការជាមនុស្សពិចារណាគឺថារាល់ការតិចទៀនរិះគន់មកយើងគិតត្រូវពិចារណាថាតើវាត្រឹមត្រូវអត់យើងមានក្បាលមួយដែរបើឃើញថាត្រឹមត្រូវយើងទទួលយកបើឃើញថាមិនត្រឹមត្រូវយើងបកស្រាយឲ្យយល់ឲ្យស្ដាប់ត្រឡប់ទៅវិញឬយើងវាយបកថាកុំប្រភ្លឺរិះគន់គេនឹងអ្នកឯងយល់អំពីរឿងនឹងច្បាស់លាស់នៅឬក៏បើដឹងថាមានចេតនាមូលកាច់អានឹងប្តឹងតាមច្បាប់ចាត់ដាក់គុកគេត្រូវចាត់លើកចេះខ្ញុំប្រាប់ឲ្យមុនប្រាប់លើបងលើកជាកតិមួយថ្មីបងលើកកតិមួយថាអ្នកដែលចូលចិត្តនិយាយពីបញ្ហាបងយល់ថាអ្នកនោះគឺជាអ្នកបង្កើតបញ្ហាអាហ្នឹងខ្ញុំក៏យល់ថាបងនិយាយត្រូវទេយើងឧទាហរណ៍មួយទៅកម្មវិធីគាត់តែងតែនិយាយពីបញ្ហាចុងក្រោយបងឯងឃើញគាត់បង្កើតតែបញ្ហាហើយជាប់គុកយកច្បាប់ដល់ហើយប្រគំជីវិតមួយចំនួនចាំបើថាកតិបងឯងនិយាយបងឯងនិយាយថ្ងៃណាក៏ធ្វើឲ្យខ្ញុំជឿវាអញ្ចឹងវាទៅមិននឹងជឿទេអូននឹងឯងគិតឃើញតែអញ្ចឹងដែរហ្នឹងមិននឹងជឿទេហ្នឹងយល់ហើយអូនបាទមើលដូចកម្មវិធីគេគាត់លើកតែពីបញ្ហាហ្នឹងមកពីឥឡូវគាត់តែបង្កើតបញ្ហាកន្លែងហ្នឹងបងនិយាយទៅទៅអ្នកដែលចូលចិត្តនិយាយពីបញ្ហាអ្នកនោះគឺជាអ្នកបង្កើតបញ្ហាអាកន្លែងហ្នឹងក៏ខ្ញុំគ្រប់គ្រងដែរបាទខ្ញុំសូមអរយោបល់បងប្អូនអ្នកក្រោយគេចូលបាទអរគុណជម្រាបលាបាទសូមអរគុណបងសូមជម្រាបលាបងខ្ញុំសូមអាជ្ញាទូលខាង012ហៅជម្រាបសួរបាទជម្រាបសួរបាទបងខលពីខាងណាបងមានពេលទៀតមានពេលវេលា5នាទីសូមអញ្ជើញបាទខលពីគុំម្លងបាទឈ្មោះអីបងឈ្មោះសើមបាទសូមអញ្ជើញបងបាទអរគុណជម្រាបសួរបងស្រាបងជំរាបសួរអូនបាទអរគុណចង់និយាយតិចខាងកាច់មូលកាច់អីណាតាមមូលដ្ឋាននោះមានច្រើនដែរខ្ញុំគិតថានៅហើយមកនោះមានក្រុមប្រឹក្សាឃុំណាគេដល់ LP ខំទៅស្នាបាននិយាយច្បាស់ហើយអា100គីឡូអា200គីឡូខ្វល់នេះវាមានកាមេរ៉ាណៃ100គីឡូយកដាក់កាមេរ៉ាតិចដល់ចេះតបខ្ញុំដល់មានតែគេតបនេះ LP ដែរគាត់បងខ្ញុំស្មារតី LP ដែរហើយ LP អូនឯងអត់ទាន់សុខទេក៏សុខវិញមិនទេណាខ្ញុំ LP យូរដែរមិនអីដែរនេះគេតែកាច់មូលថាបងស្រានេះថាប្រកាសថា100ក៏យោ200ក៏យោដើម្បីទៅធ្វើកាមេរ៉ាជានិយាយណាមកពីមួយទៀតខ្ញុំដាក់ស្ដាប់ទៅជោគលេខខ្ញុំនោះផ្សេងតែអ្នកភូមិដែរប៉ុន្តែគេអ្នកនៅភូមិឆាយនៅខាងសុនគុំដល់ពុកខំស្នាផ្ទះនៅបងតៃដែរអានេះកូនផ្សាជាទីណាបាទឡើយអោមកបាត់ហើយអោពីខ្ញុំជឿថាខ្ញុំជឿមកជឿកោហ្នឹងណានេះមានមកក្រុមទៀតបាទដល់ពេលមានមកក្រុមទៀតនោះថាបំរទីទៅជាហ៊ុនសែនដើម្បីយកបរិភាមឥឡូវអីខំស្នាជាហ៊ុនសែនដែរនិយាយចេះណាខ្ញុំថាអត់ដឹងនិយាយថាម៉េចទេដឹងថាគាត់យកបរិភាមដឹងថាម៉េចទេឥឡូវស្ដាប់ទាំងអស់គ្នាទៅបើខ្ញុំស្ដាប់ខ្ញុំមិនស្ដាប់ទាំងមួយខ្ញុំស្ដាប់ទាំងអស់ហើយអរកម្មវិធីពាក្យប៉ុនយោបាយខ្ញុំស្ដាប់ហើយហៅឡូបងបាទអរគុណលោកមេធាវីទេបងបាទសូមអរគុណបងជម្រាបលាអរគុណជំរាបលាបងប្រិមិត្តអ្នកស្ដាប់ទីមេត្រីបើសិនបើបងប្អូនចង់នៅក្រៅប្រទេសដែលចង់ខលចូលរួមបងប្អូនអាចខលចូលរួមបានតាមបងប្អូនអាចស្ដាប់តាម e-radio ឬក៏ស្ដាប់តាម Facebook ប៉ុន្តែសំឡេងនឹងយឺតបន្តិចបើសិនជាបងប្អូនខលចូលរួមសូមបងប្អូនកុំស្ដាប់សំឡេងខ្លួនឯងឬបងប្អូនស្ដាប់តាមហ្វូនតែម្ដងបងប្អូននិយាយតែម្ដងទៅនៅពេលនេះខ្ញុំសូមអាជ្ញាទូខ្សែខាង081អាឡូជម្រាបសួរអាឡូជម្រាបសួរបាទលឺអីសូមអញ្ជើញមានពេលវេលា5នាទីសូមដាក់ឈ្មោះទីកន្លែងផងចាខ្ញុំលីណាខលពីពោធិ៍សាត់ទៅជំរាបសួរលោកគ្រូផងជំរាបសួរមួយខ្ញុំសូមជឿបន្តិចដែរព្រោះខ្ញុំចង់និយាយពាក់ព័ន្ធជាមួយនឹងទម្លាប់របស់ប្រជាពលរដ្ឋខ្មែរយើងណាដែលវាខុសឆ្ងាយទៅច្រើនជាមួយនឹងជនជាតិគេដូចជានៅសិង្ហបុរីឬក៏សហរដ្ឋអាមេរិកអីចឹងគេបកគំនិតរបស់គេបកគតិទៅកាន់ពូជសាសន៍របស់គេដើម្បីជាការកែទម្លាប់ឬក៏ថា
ធ្វើឲ្យទម្លាប់របស់ជនជាតិហ្នឹងចូលរួមជាមួយនឹងបញ្ហាប្រតិជាតិរបស់គេយ៉ាងសកម្មដោយមានការលះបង់ពីផលប្រយោជន៍ផ្ទាល់ខ្លួនឬក៏ចូលរួមដោយមានទស្សនវិស័យវែងឆ្ងាយចឹងណាអាហ្នឹងគឺវាជាលក្ខណៈរបស់ជនជាតិគេតែជនជាតិរបស់យើងវិញគឺមានទម្លាប់មួយគេហៅថាទម្លាប់អាក្រក់ខ្លាំងមែនតើនៅពេលដែលការពួកគាត់ឲ្យចូលរួមស្ដាប់ឬក៏ថាចូលរួមប្រជុំអីនៅតាមមូលដ្ឋានអីមួយចឹងគឺគាត់ចាប់ផ្ដើមសួររអំណោយគាត់ចាប់ផ្ដើមសួររថាទៅជុំនឹងបានអីគេឲ្យអីមកយើងទៅណាដែលវាខុសពីជនជាតិគេនិយាយថាទុំអ្នកកុំសួរថាតើសង្គមមួយហ្នឹងបានផ្ដល់អីឲ្យអ្នកតែជនជាតិយើងវិញគឺថានៅពេលដែលចូលរួមក្នុងរឿងសង្គមគឺចាប់ផ្ដើមសួរតើប្រជុំឬក៏តើចូលរួមហ្នឹងគឺបានផ្ដល់អីឲ្យបានផ្ដល់អីឲ្យគាត់អីចឹងណានេះគឺជាទម្លាប់មួយដែលនៅពេលដែលគិតរឿងរួមគឺគាត់ចាប់ផ្ដើមគិតរឿងផលប្រយោជន៍ខ្លួនជាមុនជាដើមហាត់ជាឬគល់តែម្ដងហើយអានឹងវាជាលក្ខណៈទម្លាប់ដែលស្ដាមចេញពីអ្នកនយោបាយដែលមានលក្ខណៈបាត់ផែនពីរយ៉ាងណាដែលទី1គឺទម្លាប់ដែលគេហៅថាចង់បានអំណាចចង់បានទូនីតិបុណ្យស័ក្តិអីចឹងទៅចង់បានការគ្រប់គ្រងប្រទេសអីចឹងទៅគឺថាដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងគឺសុខចិត្តយកនុយឬក៏យកអំណោយហ្នឹងទៅតាក់ទាញទឹកចិត្តយកប្រវត្តិឲ្យគាត់ក្រោយចឹងទៅហ្នឹងរឿងអ្នកនយោបាយដែលវាអាត្មានិយមណាកតអំណាចកតបំផាក់សម្ដែងទូនីតិហើយរឿងមួយទៀតគឺអ្នកនយោបាយខ្លះគាត់មានរួមចិត្តដែរតែនឹងហៅប្រជាពលរដ្ឋចូលរួមឲ្យគេហៅថាចូលរួមឲ្យមានការស៊ើបស្រាវហៅអត់កើតពួកអីពួកគាត់ហ្នឹងក៏អត់មានទស្សនវិស័យដើម្បីវែកញែកដើម្បីបង្ហាញឲ្យប្រជាពលរដ្ឋចូលរួមដោយជ្រះថ្លាដែរពេលអញ្ចឹងដើម្បីបានប្រជាពលរដ្ឋចូលរួមមានតែចែកញ៉ោយមានតែអីដែរអញ្ចឹងទៅហើយដល់ពេលទម្លាប់អញ្ចឹងវាធ្វើឲ្យប្រជាពលរដ្ឋខ្មែរយើងធ្លាប់អញ្ចឹងធ្លាប់ទៅនៅពេលចូលរួមអញ្ចឹងចាប់ដើមស្រួយថាតើគេឲ្យអីខ្ញុំក៏តាមមានការចែកញ៉ោយអត់អញ្ចឹងណាអញ្ចឹងជាទម្លាប់អាក្រក់មួយដែលត្រូវការកែប្រែខាងម្ចាស់ប្រជាពលរដ្ឋខ្មែរយើងហើយមួយទៀតយើងអ្នកកាន់ពុទ្ធសាសនាហើយតែតែសូត្ររត់មាត់ថាប្រទានណាធម្មទានណាជានិតិប៉ុន្តែនៅពេលដែលគេហៅឲ្យទៅស្ដាប់ធម្មទានស្ដាប់បានស៊ីអីចឹងមកនេះថាការបដិបត្តិជាមួយនឹងការដែលគាត់ចូលជាទ្រឹស្ដីហ្នឹងគឺការប្រព្រឹត្តហ្នឹងគឺខុសទៅច្រាស់ពីគ្នាណានេះគឺជាទម្លាប់មួយដែរហើយមួយទៀតខ្ញុំក៏ចង់និយាយទៅកាន់អ្នកទេសនាដែលល្បីល្បាញនៅស្រុកខ្មែរយើងមួយអង្គដែរណាគឺរិទ្ធគុណសានវិជាហ្នឹងហើយគឺសម្ដែងថាមើលគុំចាស់តែខឹងមួយគេដែលគេមានគំនិតផ្ទុយជាមួយយើងមើលយើងគួរតែមានអាជាស្រ័យអាជាអីឲ្យគេខ្ពស់ហើយចឹងណាខ្ញុំចង់និយាយទៅកាន់លោកថាតែគុណសម្ដែងរាល់ថ្ងៃហ្នឹងគឺចង់និយាយបុគ្គលលើគុណជល់ជាអរហន្តមែនអត់ចេះខំអត់ចេះអីចឹងណានឹងចំណុចទី1ចំណុចទី2ខ្ញុំចង់និយាយថាខ្ញុំរាល់តែគំនិតរបស់គេហ្នឹងគឺយើងអត់ខឹងគេហ្មងដូចជាគេហៅថាគំនិតរបស់គេគឺគេចង់ខ្លាចខ្មែរគេចង់ឲ្យខ្មែរនឹងវុវីគេចង់ឲ្យខ្មែរនឹងគាត់ផលប្រយោជន៍ដល់ខ្លួនគេចង់ឲ្យខ្មែរនឹងអាត្មានិយមអញ្ចឹងយើងមិនខឹងមួយអ្នកដែលផ្ដល់គំនិតអាក្រក់អញ្ចឹងទេអញ្ចឹងអាត្មាក៏ផ្ដល់គំនិតឲ្យអញ្ចឹងដែរហើយបើថាប្រព័ន្ធត្រូវអញ្ចឹងដែរមែនហើយអ្នកដែលពុករលួយអ្នកដែលកប់ពេងអ្នកដែលជន់ឈ្លីអ្នកដែលចូលដៃយកពីវិជាពលរដ្ឋអីយើងក៏ខឹងគេយើងអានោះគេគំនិតទុយយើងឯងតាមធ្វើមិនអានោះគេខុសពីយើងនោះគឺជាលក្ខណៈមួយដែលសម្ដែងធ្វើឲ្យមនុស្សគេហៅថាជាលក្ខណៈដែលគេហៅថាចាញ់បានជាព្រះស្ញាបានជាមាណាគេធ្វើអីធ្វើទៅណានេះគឺជាគំនិតមួយដែលខ្ញុំគិតថាគួរតែខ្ញុំចង់និយាយថាការសម្ដែងមួយនេះគឺទទួលឥឡូវយើងគិតអញ្ចេះវិញលីណាថាចុះគាត់នឹងប្រតិកម្មអីជាមួយយើងដែរឲ្យគេមានគំនិតផ្ទុយពីលោកផងមើលយើងគឺអញ្ចឹងហើយមិនក៏មកប្រតិកម្មអីជាមួយនឹងយើងដោយលោកអគ្គបណ្ឌិតបុត្រស្វងលោកមានប្រសាសន៍ថាម៉េចទេហើយតែបដៅគេមិនចង់ឲ្យគេដូចខ្លួនឯងមិនមនុស្សវាមិនដូចគ្នាទេតែប៉ុណ្្នឹងមិនដែរហ្នឹងថាមនុស្សវាគិតខុសគ្នាដូច្នេះកុំចង់ឲ្យគេគិតដូចយើងហើយចុះគាត់ហ្នឹងកំពុងនិយាយឲ្យយើងធ្វើដូចគាត់ហ្នឹងវាមិនបាច់ហ្នឹងអញ្ចឹងមិនថាអ្នកឯងនិយាយអីនិយាយទៅអ្នកឯងយល់ថាម៉េចយល់ទៅបញ្ចេញទំនិតយោបល់នឹងទៅបើអ្នកឯងនិយាយមកវាខុសខ្ញុំដាក់ទៅវិញទៅបើអ្នកឯងនិយាយខុសដល់ច្បាប់អានឹងគប់ទៅប្តឹងគ្នាទៅអញ្ចឹងទៅតាមអសរ័យតាមអធិស្ឋានរបស់មនុស្សអ្នកឯងចង់ធ្វើមិនធ្វើទៅតែ
ចឹងគេហៅថាមិនទាន់យល់ស្របគ្នាអំពីរឿងការកាត់រូបអ្នកដទៃតបងប្អូនមកពីយើងយកតែក្បាលរបស់យើងទៅគិតច្រើនពេកមនុស្សល្អបើទុកចិត្តថាចិត្តរបស់យើងល្អហើយមានអារម្មណ៍ធ្វើម៉េចធ្វើទៅបងប្អូនអាកាត់រូបគេតហ្នឹងណាបងប្អូនវាគ្រាន់តែជាភាសាចំអកមួយអញ្ចឹងបើសិនជាយើងមិនបានកាត់រូបគេតក៏យើងចំអកដែរយើងនិយាយឧទាហរណ៍ថាកឹមសុខាបរោះលឹងមាសគ្រាន់តែយើងមិននិយាយរួចហើយយើងយកទៅសរសេរជាអក្សរឬក៏យើងគូជារូបដាក់បរោះលឹងមាសអញ្ចឹងទៅវាមិនមែនជាការលាបពណ៌ឬក៏ជាការកាច់មួលនិយាយខុសការពិតរបស់បុគ្គលនឹងទេវាគ្រាន់តែជាភាសាចំអកតាមរូបភាពអញ្ចឹងអត់មានអីខុសទេបងប្អូនអត់មានអីខុសទេដែលគេកាត់រូបរបស់យើងទី1គេហៅថាលាបពណ៌ហ្នឹងគឺនិយាយថាបន្លំគឺថាឧទាហរណ៍ថាយើងវាមិនបានទៅឈរក្នុងចំណោមអ្នកទាំងអស់នេះទេគេយកក្បាលយើងទៅដាក់នឹងយើងមិនបានទៅកន្លែងក្រៅអូខេទេព្រោះហើយគេយកក្បាលយើងទៅដាក់កន្លែងក្រៅអូខេហ្នឹងមិនមែនដាក់ចំអកទេណាដាក់ក្នុងន័យបន្លំហ្មងចង់បំភ្លៃរឿងហ្នឹងហ្មងអាហ្នឹងមួយហាមដល់ពេលទី2គេអត់អញ្ចឹងហ្មងគេមិនគួរនឹងទទួលបាននៅភាសាចំអកនៅរូបភាពចំអកផងរួចហើយយើងទៅកាត់រូបគេដើម្បីចំអកគេអាហ្នឹងជារឿងត្រឹមត្រូវទេប៉ុន្តែបើបុគ្គលនឹងគាត់ធ្វើសកម្មភាពវាសមតែនឹងគេចំអកយើងអាចចំអកតាមភាសាយើងនិយាយថាកឹមសុខាគាត់ដូចជាខ្លាំងខាងហ្នឹងគួរតែឲ្យពានរង្វាន់តែគាត់មួយគឺលឹងមាសហ្នឹងទៅតែដល់ពេលកាត់រូបតគ្រាន់តែជាភាសាចំអកមួយតាអត់មានអីខុសទេមិនមែនឲ្យតែឃើញកាត់រូបតតាមពួកយើងនិយាយថាមិនតែកាត់រូបគេតអញ្ចឹងអញ្ចឹងមិនមែនសម្ដាន LDP ទេបងប្អូនខ្ញុំឃើញពួកយើងខ្លះកាត់រូបតល្អមែនតើបងប្អូនដូចរូបសំរងស៊ីអឺតក្បាលចេញមកពីទូរទស្សន៍ដូចរូបសំរងស៊ីគាត់ដាក់ប្រេងរត់លឿនអញ្ចឹងណាគឺជាភាសាចំអកដែលបុគ្គលសំរងស៊ីហ្នឹងគាត់សមនឹងទទួលនៅភាសាចំអកគ្រប់រូបភាពទោះបីជាខ្ញុំវាមិនចេះគូក៏ប៉ុន្តែខ្ញុំប្រើភាសារបស់ខ្ញុំដើម្បីចំអកសំរងស៊ីទៅញ៉ាំហេតុអីបានជាខ្ញុំចំអកពីព្រោះចិត្តរបស់ខ្ញុំមិនដែលចិត្តកាត់មូលគេបុគ្គលនឹងវាធ្វើសកម្មភាពសមតែយើងចំអកដល់ខ្ញុំជឿទុកចិត្តអញ្ចឹងដល់ពេលកន្លែងដែលត្រូវចំអកគឺខ្ញុំនិយាយចំអកគ្រាន់តែអ្នកខ្លះគ្នាមិនសូវចេះប្រើភាសាចំអកគ្នាក៏គូរូបទៅនៅស្រុកគេគូរូបចំអកមកកណោក៏ចំអកឲ្យប្រធាននាយកដ្ឋានពេលដែលវាធ្វើខុសអីម្ដងគេគូចំអកឲ្យរូបបែបហ្នឹងមិនមែនជារូបដែលគេហៅកាច់មួលឬលាបពណ៌ឡើយបងប្អូនត្រូវបែងចែកកន្លែងហ្នឹងឲ្យច្បាស់ខ្ញុំឃើញពួកយើងឆ្លោះគ្នាតាម Facebook ពីរឿងអារូបកាត់តហ្នឹងកាត់កន្លែងណាដែលជាភាសាចំអកអត់មានបញ្ហាអីទេត្រូវថ្លឹងមើលថាតើបុគ្គលនឹងគួរនឹងទទួលបាននៅពាក្យចំអកឬរូបចំអកបែបហ្នឹងអត់អាភាសាបែបហ្នឹងណាអារូបបែបហ្នឹងគឺជាភាសាចំអកមួយទេប
បងប្អូនត្រូវថ្លឹងមើលកន្លែងនឹងឲ្យបានច្បាស់បើប្រគល់នៅវាធ្វើសមនឹងទទួលបាននៅភាសាចំអកគ្រប់រូបភាពទាំងជាពាក្យសម្ដីទាំងជាការសរសេរឬទាំងជារូបភាពណាក៏ដោយក៏ការធ្វើនោះមិនមែនជារឿងខុសឆ្គងឡើយពីព្រោះបុគ្គលនឹងបានធ្វើរឿងសមនឹងទទួលនឹងការចំអកនឹងសូមអរគុណលោកវិក្កាមិនខ្ញុំសូមអនុញ្ញាតទទួលខាងហ្វូនខាង smart ម្ដងទៀតហៅឡូជៀបសួរហៅឡូជំរាបសួរបាទលឺអីកញ្ញាខលពីខាងណាដែរខលទៅពីរំដំនៅក្រៅដែរនៅប្រទេសសហបរីឈ្មោះឆារៀងនៅគេតាមនៅប្រទេសសហបរីខ្ញុំមានខ្ញុំអាននិយាយបានទៅបងអីបាទសូមអញ្ជើញដល់និយាយទៅចាខ្ញុំចង់លើកដែរនិយាយពីរឿងអ្នកកាន់ឲ្យគុំសុខាពួកគាត់ផុសក្នុង Facebook គាត់ជាគណៈកម្មការវិធីហើយគាត់ថាពួកវាអត់មានការនិយាយស្ទើរទេវាដើរទៅជើញម៉ែជាផ្សាយពុទ្ធសាសនាអញ្ចឹងណាពីពួកគាត់ក៏បានឆាតទៅពីសាច់នឹងគ្នាថាឲ្យតែអ្នកយកអលីពីទៅកាត់ពួកអត់មកអញ្ចឹងខ្ញុំចង់លើកកន្លែងហ្នឹងមកនិយាយពីដូចជាវងស្រីกับអនុគាត់និយាយថាពួកអលីពីពួកខ្ញុំអត់ដាក់ខ្ញុំឲ្យអត់មានឲ្យដឹងឲ្យគុណមកពីម្ដាយពេលដែលខ្ញុំនិយាយខែផលទៅគាត់និយាយតែខ្ញុំហើយនិយាយពីរឿងលោកខ្ញុំស្នាគាត់ថាខ្ញុំស្នាតែមាននេះតែក៏អត់មានស្ដីអត់មានបានលោកទៅឈើអីទេគឺគាត់មានស្ដីមានធម្មតារបស់គាត់ចឹងហើយថែមទាំងនិយាយទៀតថាបើសិនជាគាត់មានកូនកំមុំណាគាត់លើកូនកំមុំទៅเป็นឯកឧត្តមសុំស្ថានហ្នឹងដែរហើយដូចជាថ្ងៃនេះខ្ញុំបានទៅនៅប្រទេសសិង្ហបុរីហើយខ្ញុំបានទៅជួបតែម្នាក់ទទួលថាខ្ញុំហ្នឹងហើយវៀតណាមនេះថា no I am not I from Cambodia then ទៅគាត់ក៏និយាយថាប្រទេសនេះឯងពិបាកណាស់យ៉ាប់ប៉ះឯងទៅដើមយកមកពីប្រទេសវៀតណាមវិញហើយថា no it's not it's my own country we never take another people country to stay because the people ở the phone đó họ đến từ Việt Nam có hai the phone quát hello the phone quát ban gìថាប្រទេសខ្មែរយើងហ្នឹងគាត់ទៅបានទៅដើមយកប្រទេសជនជាតិវៀតណាមមកកាន់កាប់ព្រោះគាត់ថាខ្ញុំថាហេតុអីបានជាអ្នកឯងជនជាតិខ្មែរនៅពលរដ្ឋគុំគេចោទជនជាតិវៀតណាមថាជនជាតិវៀតណាមមកបានទៅអ្នកឯងអញ្ចឹងអ្នកឯងនៅរងថ្ងៃឯងនៅលើទឹកដីប្រទេសវៀតណាមវិញហើយថា no it's not this one is my own country if you want to know more you go down to Cambodia ហើយគាត់ក៏និយាយថា Cambodia is very terrible your government is very bad ទៅគាត់និយាយថាប្រពន្ធគាត់តែប្រាប់ថាជនជាតិខ្មែរតែខ្មែររាល់ថ្ងៃជាប្រទេសវៀតណាមដែលខ្មែរសម្រាប់បាយយកមកពីប្រទេសគេអញ្ចឹងហើយខ្ញុំចង់ខ្ញុំក៏បាននិយាយថាទឹកដីខ្ញុំរាល់ថ្ងៃមិនមែនទឹកដីជនជាតិវៀតណាមទេជាទឹកដីរបស់ខ្ញុំមានតែជនជាតិវៀតណាមទេដែលមកវាក្នុងទឹកដីពួកខ្ញុំហើយក៏បានទៅជាអង្គរវត្តទៀតគាត់ថា I go many times to Angkor Wat also not your own Cambodia អញ្ចឹងហើយបងពេលដែលខ្ញុំនិយាយអញ្ចឹងណាខ្ញុំមានអារម្មណ៍ថាចាប់គឺទទួលយកអត់បាននេះទៅលេងទៅបងប្អូនខ្មែរនៅរាល់ថ្ងៃគឺគាត់អត់មានខ្វល់អីទេគឺគាត់ជឿច្រើនគឺអត់ថប់ពីអញនៅហ្មងគាត់អត់មានខ្វល់ទៅលើបានគាត់គិតថាទូចាអញឲ្យខំទៅអញ្ចឹងរោស៊ីអញ្ចឹងទៅគ្រួសារអញអាណាងាប់ទៅគាត់អត់មានខ្វល់ទេហើយក៏ខ្ញុំក៏បានជួបជនខ្មែរមួយចំនួនដែលរស់នៅប្រទេសសិង្ហបុរីពេលដែលបានជួបពួកគាត់អញ្ចឹងខ្ញុំសួរស្ដីជាមួយគាត់អញ្ចឹងពួកគាត់ដូចជាមានអារម្មណ៍ថាប្រទេសខ្មែរយ៉ាប់ដូចគាត់ទៅជួបជនជាតិគ្នាឯងគាត់ទៅដូចជាមិនដែលស្គាល់
còn lại ấy chẳng bọn hay tôi chỉ là bạn tôi tin chuyện này cái thuộc về một cái này cái tài tình gì tha nơi ai crop no immigration always ask for the money we never do anything wrong but always ask the money we don't understand why your own Cambodia is very very terrible we don't understand so về ngâm lưu tiện chẳng on chẳng á bông nhưng từ 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 khai mình nhé bông xong rồi vô một xong rồi vô một cái tô một con hai lên nó bông nhà đóng khai cái thấy hay từ lấy từ mơ và khai đi rồi này hai để có khung ba phụ quạt á mình update đi chẳng nơi bị tham mình phải phụ quạt tay để tán phạt tham phụ cô mình để đi ôm đi tới tán tiền không chỉ ra còn mình ở cô xa đôi kia để phản mà đại mình chẳng có thể dạy lương nhiều bài trong từng loạt đến thì cái thua từng nhiều bài anh nó sẽ rồi bài tin bán không anh cho nhiều bài cho anh chẳng đôi khi đặt lên trong profile Facebook mình chẳng đôi khi mình bông xây mình hoặc bạn ở thảm học của mình chẳng thà đây có chẳng đặt ở LP rồi môi đại bình năng không Facebook សូមសង្ខេបឡូសូមជាសាយកញ្ញាសូមសង្ខេបណាបានដាច់បាត់ទៅហើយចំពោះបងប្អូនដែលមានមតិផ្ទុយបងប្អូនក៏អាចខលចូលរួមបានដែរលេខទូរស័ព្ទរបស់យើងមានពីរប្រព័ន្ធគឺ012 22 61 02 និង 081 88 10/25 ខ្ញុំសូមអនុញ្ញាតទទួលខាងទទួលម្ដងទៀតអាឡូជម្រាបសួរអាឡូបាទលឺបងខលពីខាងណាដោយសារបងខលពីឆ្ងាយសូមបងប្រាប់ខ្លួនទីកន្លែងបងមានប្រសាសន៍តែម្ដងអាឡូជម្រាបសួរបងជម្រាបសួរពូខ្ញុំហាក់ខលមកដល់ទីទៅពូហើយខ្ញុំមានមតិចង់និយាយតែកងទៅនឹងជំនឿទីនៅពេលដែលខ្ញុំកាន់ប៉ាសពតខ្មែរហ្នឹងតែកាន់ទៅប្រទេសណាក៏ដោយគឺខ្ញុំមានអារម្មណ៍ថាគេពិនិត្យមើលតែបច្ច័យមើលខ្លាំងណាស់តែរំថាឲ្យតែកាន់ប៉ាសពតមានអារម្មណ៍ថាខ្មាស់គេណាហើយតែអ្នកនៅក្នុងប្រទេសហ្នឹងតែមានអារម្មណ៍ថាមោទនភាពតែខ្លួនឯងជាងតែនៅក្នុងដងមិនដែលមើលទៅខាងក្រៅសោះទី1ទី2តែខ្ញុំចង់និយាយពីជនជាតិក្នុងពូតិចតែបងត្រូវមុននឹងគាត់និយាយជនជាតិtrongពូកាប់ទៅជាថាជាជនជាតិម្នាក់ដែលឆ្លាតដែលជាពូសាសមួយដែលឆ្លាតតែបើសិនជានិយាយពីពូសាសជាលក្ខណៈពូសាសខ្ញុំទទួលស្គាល់តែថាខ្មែរយើងជួបនៅបញ្ហាសង្គ្រាមជួបនៅបញ្ហាជាច្រើនដែលធ្វើឲ្យយើងបានទៅក្រោយប៉ុន្តែតាមពិតតែខ្ញុំមកដល់អូស្ត្រាលីមកគឺឃើញថាជនជាតិtrongពូគាត់ទៅខ្សោយទឹកគូក្បាលខ្សោយទាំងដែរបើជនជាតិខ្មែរម្នាក់អាចទៅដល់ក្នុងប្រទេស9នាក់ខ្ញុំនិយាយពីក្បាលបើសិនគាត់ដែរជនជាតិtrongពូមានដែរតែថាពួកនេះគឺអាត្មានិយាយមកធ្វើឲ្យក្រោយគឺគិតតែខ្លួនគេផងអត់យល់ថាអ្នកដទៃនឹងសំខាន់ប៉ុណ្ណាទីគូគឺដើម្បីខ្លួនគេអ្នកខ្លះខ្ញុំមានមិត្តភក្តិមួយម្នាក់ជាប់ឈ្លីនឹងកូបាឌីយ៉ាដោយសារគេចំណាយមកចាស់គេចំណាយមកបានជាងគេតែក្លាហ៊ានគឺខុសសពអាឡូអងអាឡូហើយហើយជួយតាមពូតែនិយាយថាខ្មែរជាប្រទេសមួយដែលពុកមួយជាតែខ្ញុំក៏ចង់ប្រាប់ថាសង្ឃពូក៏អត់នៅដែរដោយសារប្រទេសជាតិប្រទេសសង្ឃពូជាប្រទេសប្រាសាមិននាំដល់គួរថាទៅនេះជាងទៅតាមដែលខ្ញុំអានប្រវត្តិមានความយូរតាំងពីដើមមកដល់គឺខ្ញុំឃើញច្បាស់ថាគាត់ជាប្រទេសប្រាសាដូចតែពូនិយាយចឹងប៉ុន្តែឥឡូវនេះគឺជាងគាត់មកកាន់នៅប៉ុន្តែគាត់អត់អាចឡើងបន្តទៅបានតែថាគាត់មានជំនឿរាងកាយជាប់ខ្លួនអញ្ចឹងប្រទេសសង្ឃពូមិនយូរមិនឆាប់ទេបើអត់ដាក់ប្រព័ន្ធគឺមិនដូចគ្នាតែតែគិតថា
ខ្ញុំកើតមកក្នុងជីវភាពគ្រួសារមួយដែលអាចរស់នៅបានស្រួលដែលអាចចេញពីដំណើរការទៅទីបានខ្ញុំតែខ្ញុំមានចង់ទៅចង់ដូរប្រព័ន្ធចង់ដូរនៃរកងជាងប៉ុន្តែខ្ញុំអត់យល់ថាឬខ្មែរនៅតែអាចនៅក្នុងសុខភាពទៅនឹងបានដែលខ្លួនគាត់ហ្នឹងក៏ទៅជួបរឿងធម៌ច្រើនខ្ញុំទៀតពីទូទៅខ្ញុំចង់ថាបើទូមានបញ្ហាទូឲ្យទៅស្រឡាញ់គាត់ទូស្គាល់នៅក្នុងសង្គមច្រើនគាត់មកហ្នឹងចង់ជួយជាជនខ្មែរគាត់នៅតែអត់យល់គាត់ទូនៅតែព្យាយាមខ្ញុំប្រកាសចិត្តទូណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំខកខ្ញុំអាចព្យាយាមបន្តស៊ូចឹងមួយវិញចឹងគូតស៊ូណាខ្ញុំពេលខ្លះមើលទៅខ្ញុំពិបាកខ្លាំងអារម្មណ៍អ្នកជួយហ្នឹងសម្រាប់ខ្ញុំចាំមើលឃើញក្មួយមើលឃើញលិចមើលឃើញកើតមើលឃើញពួកក្មួយមើលឃើញអ្នកចូលរួមមើលចុះមើលឡើងវាសំណប់នឹកឃើញថាពពូឈប់អ្នកដែលយល់គ្នាមិនដឹងទៅណាទេក្មួយនៅចំការពូជាទូទៅគឺថាអ្នកយល់អលីពីធ្វើការនៅនឹងប៉ុន្តែដល់ពេលការងារវាកំហុកខ្លាំងត្រូវទៅជួលអ្នកនៅខាងក្រៅហ្នឹងប្រហែលជា1ខែ2ខែ10 20នាក់អីមកថែមអើយក្មួយសំណោះកូនខ្មែរខ្លាំងណាស់គឺថាគាត់អត់យល់ហ្មងមិនអាចមានសមត្ថភាពយល់ហ្មងជាពិសេសស្រីអង្គុយច្រកដីឲ្យយើងពួកនៅនឹងចង់ឲ្យយល់ពេកដាក់លក្ខខណ្ឌថាម៉េចទេថាបើអត់យល់ LP ទេខែក្រោយហ្នឹងអស់ការងារធ្វើរួចហើយអត់ឲ្យនៅទៀតទេក៏ប៉ុន្តែបើអ្នកណាស្ដាប់ LP យល់គឺថាទុកនៅតទៅទៀតថាគ្នាខំស្ដាប់ខ្លាំងមែនតើបងប្អូនស្ដាប់នោះស្ដាប់ខំប្រឹងគឺថាស្ដាប់ឡើងថាឈឺក្បាលណាស្ដាប់ឡើងឈឺក្បាលទៅស្ដាប់យូរទៅគឺថាយើងទៅបាត់មកផ្លែហ្នឹងសុំដាក់ជំនាញមកបត់ពីបត់សិនដើម្បីធូរក្បាលស្ដាប់អត់យល់អត់ដឹងយើងចង់និយាយអីថាអត់ដឹងចង់និយាយអីតែហ្មងណាដល់ពេលពូមើលមុខពូសឹងស្រែកយំហ្មងដូចថាអោក្មួយហើយក្មួយពិតជាអត់ដឹងថាពូចង់និយាយអីហ្មងគឺថាតាមអត់ទាន់ហ្មងដូចយើងនិយាយថាអូទៅយកមនុស្សអាត្មានិយមមកគិតគូរប្រទេសជាតិអត់តែរួចមនុស្សអាត្មានិយមតែរួចធ្វើអីកើតមនុស្សអាត្មានិយមតែដឹកនាំប្រទេសមិនកើតមនុស្សអត់ឈ្នះខ្លួនឯងផងវាថាគេនិយាយអីគេនិយាយអីវាអត់យល់អូពធឲ្យក្មួយពូមិនដឹងនិយាយថាម៉េចជាតិយើងមិនអញ្ចឹងក្មួយនៅចំការអាមេរិកពូណាមកភូមិក្មួយមកភូមិសសៃពីដើមភូមិនៅចុងភូមិមានណាយល់ពីមួយទេតែមួយអត់មានផងខ្ញុំទៅជាស្រាប់ទៅចិត្តពូមែនតែពូនៅជួបានពូជួយធ្វើដើម្បីគេឲ្យគេជួយខ្ញុំអត់ទេពូខ្ញុំបាយបានខ្ញុំអាចធ្វើចឹងបានពូដឹងក្មួយពូដឹងតាំងពីដំបូងពូដឹងថាតែចេញមកជួបរឿងហ្នឹងឯងពូដឹងតែក្មួយដល់ពេលពូដឹងថាពូគិតខ្លួនឯងពូថាពូមិនដើរចោលសមរភូមិមួយនេះទេពូដឹងថាគេធ្វើអត់បានដោយសាររឿងឧបសគ្គមួយហ្នឹងពូក៏ដឹងថាពូនឹងជួបឧបសគ្គមួយហ្នឹងពូថ្លឹងចិត្តពូដឹងថាបើពូជួបពូមិនដើរចេញទេអាឡូសូមអរគុណខេតបងដោយសារអស់ពេលវេលាហើយមួយទៅអូស្ត្រាលីបានឆ្នាំហើយខ្ញុំសូមអរគុណបងទៅណាជួបអរគុណច្រើនអរគុណច្រើនបងជម្រាបលាខ្ញុំសូមអនុញ្ញាតសួរខាង012អាឡូជម្រាបសួរអាឡូសូមបាទខ្ញុំស្អត់លឺឲ្យសូមបងប្រាប់ខ្ញុំទីកន្លែងឲ្យបងខំបងមានសួរក្មួយរៀនកង់បន្តិចសូមថយពីវិសុតិចមកណាបាទលឺហ្នឹងហើយសូមជឿអត់អីបងសូមនិយាយតិចព្រោះខ្ញុំនៅតាមមូលដ្ឋានហ្នឹងអត់តែជាឈើគាត់អត់យល់ពីការទទួលខុសត្រូវរបស់គាត់គាត់ម្ចាស់ប្រទេសបន្តិចផងខ្ញុំយល់អំពីគ្រោះថ្នាក់ជាការដឹកនាំប្រទេសក្រុមស្នាដៃរបស់មនុស្សខូចផងជាដៃរងថ្ងៃឃើញដាក់មីក្រូទាំងគាត់យល់ថាអោយតែអ្នកនយោបាយគឺដឹងថាមកចែកអំណោយគាត់ជាហោះចិត្តត្រែងជាការចូលឆ្នាំពេលដែលបងនឹងក៏ដាក់មីក្រូនឹងខ្លាំងខ្លះគេថាអូយចង់ទៅផ្ទះបងខ្ញុំទៅផ្ទះម៉ែខ្ញុំចូលទៅធ្វើអីទៅបើអំណោយដល់ពេលលឺចឹងមានអារម្មណ៍ថាហូរចិត្តហ្មងរាល់ថ្ងៃតាមភូមិគ្រប់តែពីបងប្អូនដឹងគ្រប់គ្នានៅខាងហ្នឹងគឺទៅគេគេនៅខៃស្ងាត់ព្រៃដោយសារតែពីអំណោយមករកអាណាកន្លងមកគាត់អត់ដឹងខ្លួន
tapi kalau ini tidak mikro dan global konsentrasi dalam tiga tahun ke bawah masih produk mengkaji rumah emas sampai terlalu tidak nom law emas kod aku terdapat kita ini orang yang curung global kita kan lepas menawar konsep pencanggan ini untuk zon seborot kelainan mungkin dengan sebab cuma seborot dan kontrol untuk sekitar kod dari kem sekar Perkara kem sekar kita bukul IT zon mengkod Arin kod ni sering sempat rokok berkait sembam dalam malam dia tersangkan ấy kod dây và năng oi terkait kod itu celai dia thì nếu như thảo là bốn cái lương kod cái oi kod itu celai mấy lương cái trong rokok berkait cái sampai cái trong kod itu kod ada kod trong mình ot đối tôi sampai kod muốn kod lưỡi lang tao biết cái kia nak kami đã nom na cả đó và sau cái không thay đổi được chuyện đấy nguyên đấy đấy thì trong xem cái này ở đó cái luôn có tất cảทั้งban cái xem cái tất cả cũng bỏ sai nó lương mùi và cái lương có thay thì lương ai cái chuyện mà có thể ai cái chuyện là mà thấy cơn tất cả có sầm nang riêng mũi cực kỳ chung luôn thì ta trong buôn bơi vậy nang có ban thì sai có nang ở kia đây cái nó có đoạn này control có trong buôn bơi vậy nó là sầm nang Tại vì mà khi cũng rất bất đồng nào thì cứ chia thành bốn rốt liên hệ ở hai cái tám cái khi đồng nào thì đây là một con chia của đất này mà cái nô vậy đó thì tôi có thể thầu thì chẳng biết có gì để thao chỉ đối thông đá cũng có cái lấy ngọn qua thành phải cũng buồn nhưng mình tin là cái phần cái hàng là tam đàn không phải buộc để khác thì ta lương xa lương chỉ lương bắt nên lương chết như vậy chúng ta bơm mấy lương chết mấy lương thống có mặt bạn phụ phần đây với không lương Chúng cà phê rồi chụp cục sự kiện cản những phụ nữ đơn từ trong khán trong việc chúng cà phê riêng bắt phô lắm nhất là đây chúng cà phê tại đó cũng sẽ làm thao tiêu không chúng cà phê tại đoàn không được không ra chúng cà phê không xa đấy phổ biến hạn một đến cho ra khi mình khó lấy chúng khăn thì giờ với chúng ở đồng bơi chia chúng ta ở trong sơ đồng bơi chia rồi anh rồi cà phê rồi không còn tận xa nó bơi chia rồi chia những trong ba tình cô đời với thao với này chưa luôn cà phê rồi thao ăn đồng bơi thì câu chuyện trong thì trong cái đó bị tư một trò thì phải dưới ai dò dưới nó bạc thì này thì đồng đó là những như việc ít rồi cái việc cái tam đàn đường vô phải cái như ta dương ăn được khí như tức đơn cái ban đơn cái nào cái thay những một thời lần đặt tại thị trường để ý bóng phổ đơn đơn cái ba của con ná con cho một cái chẳng công ty cái tháo bóng phổ tháo tam thứ nữa đồng lại với bóng phổ học cái tam cái tháo nữa Obama cái tháo đơn cái đơn tháo bóng phổ tháo đơn tháo cái đơn cũng không tôi tháo đơn tháo một cái đơn tất ăn tháo bóng phổ này như chẳng không phải thành được lang riêng rồi nặng phải là đặt trong cái con xe lớn còn ban hai được có bị ông ta đã tháo bán nó ông ta đã tháo bán xong rồi bạn tháo tiền thì tôi chuyển bắt kho lấy đi nó sẽ đáp ông can lúc sẽ đáp thành đây là được gì đấy nó sẽ đáp ông can hai vô đó là được bạn nó bạn dọn bạn thì có cái một bạn không phải vì chúng ta không chặt mà còn khó trời nó là gì là lịch rồi đơn vị mà tiền khác cái đảo trong ta sẽ đây ở một người của hai từ anh sống ở cái bòi thì được làผู้จงช่วยแบบนี้ติดអំពីរឿងបុគ្គលមួយរឿងបុគ្គលតែរឿងណាដែលវាប៉ះពាល់តែក្នុងរឿងក្រុមគ្រួសាររបស់គេមិនប៉ះពាល់ដល់អ្នកដទៃឧទាហរណ៍ថាយើងជួបអាចនៅផ្ទះយើងដល់ពេលយើងជួបអាចនៅផ្ទះយើងប្រឡាក់ផ្ទះយើងអីផ្ទះយើងក៏ខិតទៅផ្ទះយើងអានឹងជារឿងបុគ្គលដល់ពេលអាចនឹងវាស្អុយវាប៉ើងពីផ្ទះយើងទៅដល់ផ្ទះគេលែងជារឿងបុគ្គលហើយពីព្រោះវាប៉ះដល់គេដល់ពេលយើងនិយាយថាអាចហើយក៏ស្អុយមែនដល់ពេលអ្នកទៅតបយើងវិញថារឿងហ្នឹងជារឿងបុគ្គលទេអត់មានរឿងបុគ្គលទេពីព្រោះវាប៉ះដល់គេហើយវាស្អុយដល់ផ្ទះគេហើយកម្មសខាដូចគ្នាក្នុងនាមជាអ្នកដឹកនាំប្រទេសអ្នកតំណាងឲ្យភាពស្អាតស្អំរបស់មនុស្សមកប្រទេសអ្នកចង់ទៅកាន់ការងារប្រទេសជាតិអាភាពស្អាតស្អំរបស់អ្នកនឹងវាត្រូវតែមានដល់ពេលឥឡូវអ្នកសកេសកាសកេសកាហ្នឹងបងប្អូនវាគឺជាផិនបងប្អូនស្គាល់ពាក្យផិនណាផិនពាក្យដែលផិនហ្នឹងមានន័យថាសញ្ញាទូត
ដែលយើងអាចកត់សម្គាល់អំពីរឿងធំរបស់បុគ្គលហ្នឹងឧទាហរណ៍ថាកណាត់ពណ៌វាខ្មៅហ្នឹងវាតំណាងឲ្យភាពអាក្រក់ប៉ុន្តែមនុស្សជាទូទៅគឺខំបិទបាំងអំពើអាក្រក់ដែលយើងបដូរជាមួយនឹងកណាត់ខ្មៅហ្នឹងជាទូទៅមនុស្សអាក្រក់ហើយចេះតែខំបិទបាំងប៉ុន្តែបិទយ៉ាងណាវាធ្លាយចេញភិនឧទាហរណ៍ថាកណាត់ខ្មៅហ្នឹងអ្នកដែលខំបិទបាំងភាពមិនល្អរបស់ខ្លួនយកពណ៌សទៅលាបពីលើកណាត់ខ្មៅហ្នឹងដល់លាបទៅវាលាបមិនសពវានៅសល់ឆ្នុចទួតមួយពណ៌ខ្មៅយើងមើលពីចម្ងាយទៅយើងមានអារម្មណ៍ពីរឬមួយកណាត់ពណ៌សខ្ទាតទឹកខ្មៅទៅលើកណាត់ពណ៌សឬកណាត់ពណ៌ខ្មៅវាលាបពណ៌សលាបមិនចិត្តនៅសល់ប៉ិនជើងធូបនេះអាប៉ិនជើងធូបហ្នឹងណាគេហៅថាភិនមានន័យថាម៉េចមានន័យថាសញ្ញាសម្គាល់នៃភាពមិនល្អធំរបស់បុគ្គលហ្នឹងហើយកម្មសខាអញ្ចឹងបងប្អូនណាអាយោប្រពន្ធគេយកកូនកំមុំគេក្បត់ប្រពន្ធវាគឺជាភិនមួយដែលបង្ហាញអំពីមេដឹកនាំដល់ពេលកាន់ការងារប្រទេសជាតិទៅអត់ល្អវាជាភិនណាមិនត្រឹមតែក្បត់ប្រពន្ធក្បត់កូនទេថែមទាំងយកស្រីយួនទៅទៀតដែលខ្លួនឯងនិយាយថាស្អប់យួនណាស់នោះហើយយកស្រីយួនសិតថាកម្ពុជានឹងមានបទពិសោធន៍ហើយរឿងតាក់ទងជាមួយនឹងស្រីយួនហ្នឹងគឺបាត់បង់ទឹកដីហើយខ្លួនឯងយកយួនសោះហ្នឹងអាត្រង់ហ្នឹងដែលកម្មសុខាខ្មាស់គេណាស់គាត់មិនអាចទៅតុលាការបានទេពីព្រោះខ្លួនឯងធ្លាប់និយាយថាវាស្អាតស្អំវាយបហាគណៈបព្វជិជនត្រង់នេះឬត្រង់នោះរឿងស្រីរឿងងាយហ្នឹងដល់ពេលគេចាប់កំហុសគាត់បានគាត់មិនទៅទេគាត់ខ្មាស់គេខ្លាំងណាស់សុកចិត្តឲ្យងាប់អាណាងាប់ទៅក៏គាត់មិនព្រមទៅដែរបើអ្នកដឹកនាំតែគិតជាតិទេបងប្អូនកុំសំបីតែខ្លួនបានប្រព្រឹត្តសំបីតែខ្លួនមិនប្រព្រឹត្តទេបងប្អូនបើមើលឃើញថាបើខ្លួនមិនទៅងាប់គេងាប់ឯងទៅបីខ្លួនមិនប្រព្រឹត្តក៏ដែរបងប្អូនត្រូវទៅហ្មងរឿងហ្នឹងសង្ឃថាទទួលកំហុសក៏ទទួលកំហុសសង្ឃថាខ្លួនអត់ធ្វើខុសផងជាប់គុកក៏ព្រមដែរដើម្បីកុំឲ្យងាប់គេងាប់ឯងដល់ពេលកម្មសខាវិញប្រព្រឹត្តប៉ុន្តែដើម្បីបិទបាំងកំហុសរបស់ខ្លួនណាអាហ្នឹងភិនហ្នឹងដើម្បីបិទបាំងកំហុសរបស់ខ្លួនងាប់អាណាងាប់ទៅអាហ្នឹងជាភិនមួយគឺថាមនុស្សកម្មសខាគាត់ចង់បានមុខមាត់ណាបើគាត់កាន់ការងារប្រទេសជាតិណាសឹងថាបើគាត់មានរឿងបាក់មុខខ្លាំងណាគាត់សុខចិត្តកាត់ខេត្តស្វាយរៀងមួយឲ្យយួនក៏កាត់ដែរដើម្បីកុំឲ្យគេមើលឃើញថាគាត់ហ្នឹងណាមនុស្សអាក្រក់នេះអាភិនដែលយើងនិយាយថាមនុស្សលួចអត់រួចពីប្រយោជន៍ផ្ទាល់ខ្លួនទេណាដល់ពេលកាន់ការងារប្រទេសជាតិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយណាតាំងពីលុយកាក់តាំងពីកិត្តិយសតាំងពីមុខមាត់សិទ្ធិប្រយោជន៍ផ្ទាល់ខ្លួនរបស់កម្មសខាគាត់ជាប់ឲ្យមុខមាត់ហ្នឹងដើម្បីបិទបាំងឲ្យមុខមាត់ហ្នឹងបងប្អូនណាគាត់ហ៊ានធ្វើអីក៏ហ៊ានដែរគ្រាន់តែឃើញរឿងស្រីញីឲ្យគាត់មិនព្រមសារភាពមួយនេះវាបង្ហាញពីភិនហ្នឹងដូចខ្ញុំនិយាយខាងដើមវាជាចំណុចទូចមួយដែលយើងអាចកត់សម្គាល់ថាមនុស្សនឹងមានចំណុចអាក្រក់វាធំកណាត់ហ្នឹងពណ៌ខ្មៅធំក៏ប៉ុន្តែវាលាបពណ៌សបាត់ទៅវានៅសល់ភិនបន្តិចណាអាកន្លែងហ្នឹងហើយដែលយើងនិយាយថាវាមិនមែនជារឿងបុគ្គលទេកុំល្ងង10គត់ហើយធ្វើខ្លួនឯងចេះឲ្យតែព្រឹកឡើងរឿងបុគ្គលបើភ្លឺណាស់ស្អុយអាចផ្ទះឯងលែងជារឿងបុគ្គលហើយកាលណាអាចនឹងទៅស្អុយដល់ផ្ទះគេកម្មសុខានឹងអញ្ចឹងណាម្ចាស់ថ្លៃខ្មែរយើងបងប្អូនមិនបាច់យួនណាមកបំផ្លាញទេនិយាយតែខ្មែរគ្នាឯងស្ដាប់មិនបានហ្នឹងណាអាហ្នឹងបំផ្លាញខ្មែរគ្នាឯងខ្ញុំយល់ថាតើដែលគាត់ចង់បានកិត្តិយសចង់បានភាពថ្លៃថ្នូរហើយចង់បានកិត្តិយសចង់បានភាពថ្លៃថ្នូរប៉ុន្តែធ្វើតែរឿងថ្លៃថ្នូរចង់ឲ្យគេទៅសារថាខ្លួនឯងនឹងស្អាតមានអនាម័យប៉ុន្តែថ្ងៃយកទៅអាចចាក់តាមក្បាលរហូតដល់ចុងជើងហើយចង់ឲ្យគេទៅសារថាខ្លួនឯងនឹងមានអនាម័យមនុស្សអត់ទាំងដឹងរឿងអីច្បាស់លាស់អត់ទាំងមានភ័ស្តុតាងស្អីផងហ៊ានមកនិយាយថាអានេះអាយ៉ងអានោះអាយ៉ងបងប្អូនពិចារណាមើលមនុស្សអញ្ចឹងដូចយកអាចស្រោចលើក្បាលខ្លួនឯងអញ្ចឹងបងប្អូនចង់ឲ្យគេថាមនុស្សនឹងត្រឹមត្រូវមនុស្សថ្លៃថ្នូរប៉ុន្តែខ្លួនឯងធ្វើតែរឿងត្រឹមត្រូវអញ្ចឹងបានខ្ញុំឃើញអ្នកដែលស្អប់ខ្ញុំបងប្អូនខ្ញុំថាស្អប់ខ្ញុំមិនក៏មិនបំផ្លាញខ្ញុំណោះមិនស្អប់ខ្ញុំទៅកាច់មូលខ្ញុំណាកាច់មូលខ្ញុំនឹងបំផ្លាញខ្លួនឯងអញស្អប់ខំវាសនាមើលឲ្យឡាមអញតិចមើលអញឈុតមុខអញឲ្យយ៉ាស់មើល
អាកាច់មូលខ្ញុំហ្នឹងបងប្អូនអាហ្នឹងណាបំផ្លាញខ្លួនឯងតែបងប្អូនមិនក៏មើលមិនឃើញអញ្ចឹងនោះអាកាច់មូលគេហ្នឹងគឺបំផ្លាញគេទេមនុស្សល្អបងប្អូនគ្មានអារម្មណ៍កាច់មូលមនុស្សល្អទេហើយក៏គ្មានអារម្មណ៍កាច់មូលមនុស្សអាក្រក់អីដែរអារម្មណ៍កាច់មូលហ្នឹងមិនមែនជាអារម្មណ៍របស់មនុស្សល្អទេមនុស្សល្អពិតណាស់ស្អប់អំពើអាក្រក់និយាយត្រឹមតែបុគ្គលនឹងធ្វើអាក្រក់ប៉ុណ្ណានិយាយត្រឹមតែប៉ុណ្ណឹងបើចំអកគឺពិតជាចំអកមិនមែននៅក្នុងភាសាដែលត្រឹមត្រូវរួចហើយមានភាសាសោកសៀតនៅក្នុងហ្នឹងឯងអត់ទេបើយើងនិយាយបែបចំអកគឺយើងឲ្យគេដឹងថាយើងចំអកបើយើងសោកសៀតក៏យើងនិយាយបែបសោកសៀតឲ្យគេដឹងថាក្នុងពេលហ្នឹងគឺខ្ញុំសោកសៀតអញ្ចឹងខ្ញុំចង់ឲ្យមនុស្សហ្នឹងវាឈឺអញ្ចឹងអាឈាមឆ្កែខ្ញុំនិយាយអញ្ចឹងយើងឲ្យគេដឹងថាយើងនិយាយចឹងអាហ្នឹងគេឲ្យមនុស្សត្រង់ក៏ប៉ុន្តែពួកមនុស្សខូចនៅក្នុងភាសាដែលវាត្រឹមត្រូវហ្នឹងវាចង់ឲ្យគេថាត្រឹមត្រូវវាមានសោកសៀតនៅហ្នឹងតែយើងសោកសៀតយើងឌៀមដាមឲ្យក៏ពិតមែនប៉ុន្តែយើងបង្ហាញថាយើងឌៀមដាមអញ្ចឹងយើងសោកសៀតអញ្ចឹងអាហ្នឹងគេហៅមនុស្សត្រង់ខ្ញុំឃើញមនុស្សច្រើនណាស់ដែលចង់បំផ្លាញខ្ញុំរួចហើយបំផ្លាញខ្ញុំអត់បានណាបងប្អូនដោយសារពួកគេអត់បានបំផ្លាញខ្ញុំផងគេបំផ្លាញតែខ្លួនគេនោះខឹងខំវាសនាមកយល់ឡាមឲ្យអញឆូតមុខអញមើលកាច់មូលខ្ញុំបងប្អូនបំពេញលើសេចក្តីល្អរបស់ខ្ញុំបងប្អូនណាកុំថាមកម្នាក់មកវងកុំថាមកត្រឹមតែមនុស្សអន់ទៅហៅបានប្រពុតមួយមកទៀតក៏ដោយតែទៅកាច់មូលគេលាយទៅប្រពុតនោះទៀតណាបងប្អូនអញ្ចឹងណាខ្ញុំឃើញមនុស្សសពថ្ងៃដែលគាត់និយាយថាខ្ញុំមកយ៉ងចេះយ៉ងចោបងប្អូនគាត់និយាយនឹងគាត់ថាប្រងឲ្យខ្ញុំមកលាយហ្មងដាក់មួយម៉ាត់ទៅឲ្យលាយហ្មងហើយមានតែលាយខ្ញុំដល់ពេលគាត់ធ្វើអញ្ចឹងវាលាយអាខ្លួនគាត់ហ្នឹងខ្ញុំមិនដឹងថាម៉ោងរបស់ខ្ញុំវាត្រូវជាមួយនឹងម៉ោងរបស់សល់2នាទីទេអូខេតែនឹងត្មងទៅចប់ត្មងទៅព្រោះសល់2នាទីទៀតមិននិយាយអីទេខ្ញុំសូមចប់ចំណាប់5នាទីទៅក្រោយរបស់ខ្ញុំទៅសូមសូមអរគុណដល់ចំណាប់អារម្មណ៍របស់ចុងក្រោយរបស់លោកវិក្កាមិនខ្ញុំសូមអនុញ្ញាតមិនទទួលទូរស័ព្ទបន្តទៀតទេដោយសារពេលវេលារបស់យើងដល់ហើយចំពោះបងប្អូនដែលចង់ស្វែងរកព័ត៌មានបន្ថែមពាក់ព័ន្ធនឹងគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបងប្អូនអាចចូលទៅកាន់គេហទំព័ររបស់យើងគឺ www.camldp.org ឬបងប្អូនអាចតាក់ទងមកកាន់ទីស្នាក់ការនៅខេត្តសៀមរាបរបស់យើងខាងក្រោយផ្សារលើធំថ្មីផ្ទះលេខ0058ភូមិតាវៀនសង្កាត់សាលាកំរើកក្រុងសៀមរាបខេត្ត